ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមកដល់ម៉ូដថ្មីនៃផ្កាដ៏ស្រស់ស្អាតមួយថូននេះសម្រាប់ដាក់តាំងនៅលើតុយើងកាត់វាលុះកាមញ៉ៃកាត់វាខ្លីៗទៅហើយយើងបត់វាជាពីរបន្ទាប់មកយើងចាប់ផ្ដើមបិទកាវដំបូងយើងត្រូវមូរប្រូស្រស់បិទជាមួយនឹងឈើឲ្យហើយសិនបន្តមកទៀតចាប់ផ្ដើមយកផ្កាបិទកាវភ្ជាប់ជាមួយនឹងប្រូជុំវិញចំនួន5ផ្កាពេលដែលយើងបិទរួចហើយយើងចាប់ផ្ដើមក្តោបផ្កានឹងឡើងកាច់វាបត់ចេញជារូបរាងឲ្យវារីកបន្តិចទៅណាយើងកាច់វាធ្វើម៉េចឲ្យវារាងចេញមកឃើញស្អាតបើល្មមយើងស្រឡាញ់រីកប៉ុន្មានយើងកាច់រីកប៉ុណ្ណឹងទៅហើយកាច់ឲ្យច្រើនបន្តកូរឲ្យច្រើនតិចទៅព្រោះផ្កានេះត្រូវការរាងច្រើនដែរពេលដែលបិទផ្ការួចរាល់ហើយដល់វគ្គដំឡើងម្ដងនៅវគ្គដំឡើងនេះគឺយើងចាប់ផ្ដើមដោតធ្វើម៉េចឲ្យស្រៈគ្នាមានចេញជាជួរចេញជារាងកុំឲ្យនៅសល់ចន្លោះធំដើម្បីកុំឲ្យឃើញឈើនៅខាងក្នុងហើយសម្រាប់ការមួយកន្ត្រកនេះគឺយើងអត់ធ្វើការតែងស្លឹកទេបងប្អូនសុទ្ធតែដុំផ្កាសុទ្ធតែម្ដងមួយកន្ត្រកនេះយើងអាចដាក់ជាថ្វាយព្រះក៏បានថ្វាយទេវតាក៏បានយើងដាក់តាំងនៅលើតុក៏បានឬមួយក៏កន្លែងគេងក៏បានដែរពេលដែលធ្វើឲ្យស្អាតយកតែមែនទេណាបងប្អូនហើយធំដាក់នៅលើកូនកលឹងនេះគឺពេញមកកូនកលឹងតែម្ដងស្អាតខ្លាំងផ្កានេះយើងអាចដាក់គ្រប់កន្លែងដែលយើងចង់ដាក់ណាយើងអាចតាំងកន្លែងណាក៏បានដែរអរគុណច្រើនសម្រាប់ការគាំទ្រ